របាំឆាយ៉ាំគឺជារបាំបុរាណដែលអ្នកវាយស្គរមានរូបរាងកំប្លែងប្រមិចក្រម៉ៅការរាំត្រូវបានបង្ហាញពីសញ្ញានៃការហាលនិងការឆ្លើយតបមានអ្នកទះដៃនិងអ្នកវាយឈ្មោះអ្នករាំស្លៀកពាក់សម្លៀកបំពាក់កំប្លែងគូមុខមាត់តន្ត្រីឆាយ៉ាំគឺក្បួនហែនាំមុខគេដែលទាក់ទងទៅនឹងអ្នកកាន់ពុទ្ធសាសនាក្នុងការប្រារព្ធពិធីដូចជាការពិធីចេញព្រះវស្សានិងបុណ្យកឋិនទានបុណ្យផ្កានិងពិធីបុណ្យផ្សេងៗទៀតដើម្បីបង្កើតនូវភាពសប្បាយរីករាយទាំងអស់គ្នាវត្តថ្មអន្ទងគឺជាវត្តដែលស្ថិតនៅក្នុងខេត្តតាកែវហើយគឺមានទេសភាពឡើងទៅមើលលើថ្មជុំវិញតំបន់នោះឡើងទេសភាពពិតជាស្អាតណាស់ភ្នំដាមានទីតាំងស្រុកអង្គរបូរីខណ្ឌកើតទីរួមខេត្តតាកែវជាកន្លែងលិចទឹក6 ខែនិងគោក6 ខែមានចម្ងាយ102 គីឡូម៉ែត្រពីក្រុងភ្នំពេញភ្នំដាជារមណីយដ្ឋានមួយក្នុងតំបន់នៃប្រាសាទជាច្រើននិងការជីកបុរាណភ្នំដាក៏ជាផ្នែកមួយដែលទាក់ទាញភ្ញៀវទេសយ៉ាងពេញនិយមរបស់ខេត្តតាកែវភ្នំដាគឺជាប្រាសាទមួយដែលត្រូវបានកសាងនៅលើភ្នំតូចមួយវាត្រូវបានកសាងឡើងនៅសតវត្សទី6ដោយព្រះមហាក្សត្ររូទ្រវរ្ម័ននិងបានកសាងឡើងពីថ្មបាយក្រៀមចាំ